ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះមេឃភ្លៀងបងប្អូនអើយចាក្រោយពីក្តៅខ្លាំងឥឡូវមកភ្លៀងស្ទាក់ដោះបេះដូងក៏នៅវានឹកឃើញស្ងោរជើងជ្រូកហើយជ្រក់ប្រហុកសម្រាប់ចលក់បងប្អូនណាហើយយើងបំពងសាច់3ជាន់ចាចលក់តែមួយជ្រក់ប្រហុកនឹងគឺរសជាតិគឺឆ្ងាញ់បងប្អូនឲ្យតែស្ងោរមិនថាជើងជ្រូកជាយ៉ងចេកស្ងោរចាស្ងោរជ្រក់ជាយ៉ងចេកស្ងោរជ្រក់ជើងជ្រូកចាស្ងោរជ្រក់មាន់គឺនៅវាចូលចិត្តចលក់ជាមួយជ្រក់ប្រហុកនឹងតែម្ដងអត់ចូលចិត្តចលក់ជាមួយទឹកត្រីកោះកុងអីទេបងប្អូនណាអញ្ចឹងគ្រឿងផ្សំយើងមានខ្ទឹមសខ្ទឹមក្រហមចាមានស្លឹកខ្ទឹមជីរណាជីរង្វង3មុខបងប្អូនហើយយើងមានម្ទេសហើយគល់ក្រៃបងប្អូនណាយើងក៏ច្រាមទៅហើយនេះសាច់ជ្រូក3ជាន់ទុកបំពងបងប្អូនណានេះប្រហុករបស់ណាវីត្រីកំភ្លៀងបងប្អូនត្រីសាច់តែម្ដងចានេះគល់ក្រៃទុកស្ងោរចាចឹងទៅនេះគ្រឿងផ្សំរបស់ណាវីបងប្អូនណាទុកកច្រាមប្រហុកចឹងធ្វើជ្រក់បងប្អូនងាយស្រួលហើយឆ្ងាញ់ទៀតដើម្បីស្បេះសល់តែម្ដងបងប្អូនរសជាតិគឺឆ្ងាញ់ខ្លាំងហ្មងបងប្អូនណាចានេះបងប្អូនមកណែអូយនិយាយពីជាតិមុននឹងស្ងោរជ្រក់ជើងជ្រូកគឺណាវីកាប់កង់ហើយណាវីយកមកច្បាច់អំបិលកោសស្បែកកោរោមកោអីចេញជើងជ្រូកបងប្អូនមានរោមចាដល់តែយើងយកមកយើងដាំទឹកយើងស្រោះចាណាវីហៅស្រោះបងប្អូនណាចាយើងបងអំបិលបន្តិចទៅហើយយើងឆ្លៀតពើស្រោះជើងជ្រូកយើងមកចិញ្ច្រាំប្រហុកចាណាវីចិញ្ច្រាំជាមួយគល់ក្រៃខ្ទឹមខ្លះបងប្អូនពាក់កណ្ដាលទៅហើយយើងដាក់ឲ្យជូរហិលបងប្អូនណាយើងច្បាច់ក្រូចឆ្មានេះបងប្អូនណាងាយស្រួលហើយណាវីទុកខ្ទឹមខ្លះដាក់ដុំឲ្យញ៉ាំជ្រលក់ជើងជ្រូកទៅគឺមានជាតិខ្ទឹមចាណាវីចូលចិត្តបងប្អូនណាហើយយើងដាក់ម្ទេសហិលមកមេជាក់ចេះបងប្អូនណានិយាយពីខ្ទិះពេញមាត់ជាតិកប់ស្លាប់កប់សេរីតែម្ដងចាហើយកុំភ្លេចហាន់ស្លឹកខ្ទឹមជីរណានិងជីនាងវងដាក់ជាមួយនឹងជ្រក់ប្រហុកយើងចាហើយច្បាច់ទឹកក្រូចឆ្មាមកបងប្អូនណាចាឆ្ងាញ់ខ្លាំងបងប្អូនណាឲ្យបងប្អូនញ៉ាំវិច័យដាក់តាមចំណង់ចិត្តទៅណាវីញ៉ាំស៊ុបខ្នុរបងប្អូនណាវីដាក់ស៊ុបខ្នុរហើយនឹងស្ករបន្តិចបងប្អូនណាព្រោះប្រហុកយើងមានរសជាតិប្រៃស្រាប់ហើយចឹងយើងដាក់យកមកល្មមឆ្ងាញ់ឥឡូវណាវីចាប់ផ្ដើមបងប្អូនណាជ្រុំប្រហុកនឹងឲ្យចូលជាតិឲ្យចូលល្បាយជាមួយជីជាមួយស្លឹកខ្ទឹមទៅឲ្យឈ្ងុយបងប្អូនអត់មានជាតិប្រហុកធំក្លិនស្អុយអីទេបងប្អូនគឺដឹងតែពីឈ្ងុយនិងឆ្ងាញ់តែម្ដងបងប្អូនណាចានេះឲ្យតែមេឃជាក់គឺណាវីចូលចិត្តបងប្អូនអើយជ្រក់ប្រហុកជ្រលក់ជើងជ្រូកនិយាយពីបាយអស់ពី3ចានអត់ដឹងខ្លួនបងប្អូនសំមេឃភ្លៀងជាក់ដល់បេះដូងទៀតចាដល់អញ្ចឹងទៅកូនស្រីកូនប្រុសលោកប្តីគឺគាត់ចូលចិត្តតែម្ដងបងប្អូនណាវីធ្វើម្ដងកន្លះចានណាបងប្អូនណាចាឥឡូវយើងមកមើលជ្រក់ជើងជ្រូកនេះហើយណាវីជ្រុំបោះនិយាយទៅគេច្រាមប្រហុកនឹងចានិយាយពីឈ្ងុយតែម្ដងបងប្អូនណាចាណាវីប្រើគ្រឿងច្រើនបងប្អូនដើម្បីឲ្យកាត់លូបប្រហុកកុំឲ្យស្អុយបងប្អូនណាចានេះបងប្អូនឃើញណាហើយយើងស្ងោរជ្រក់ជើងជ្រូកយើងដួសទឹកស្ងោរហ្នឹងដាក់មកជាមួយប្រហុកហ្នឹងមកបងប្អូនចាយកមកល្មមឆ្ងាញ់រសជាតិណានិយាយពីបាយអស់ពី3ចានអត់ដឹងខ្លួនថ្ងៃហ្នឹងបងប្អូនណានិយាយពីកូននាងខ្ញុំនៅមើលខ្យល់បងប្អូនឲ្យលាន់តែម្ដងណាមេឃមកទៀតឥឡូវហើយបងប្អូនខ្យល់ខ្លាំងតែម្ដងចាដូចព្យុះមិនទេបងប្អូនហើយនេះចាអញ្ចឹងណាវីនឹកឃើញឃ្លានតែម្ដងឥឡូវយើងស្រោះជើងជ្រូកយើងបងប្អូនត្រឡប់ទៅត្រឡប់មកបងប្អូនឃើញចេញជាតិឆ្អាបចេញពពុះស្អីសហ្នឹងបងប្អូនឃើញហើយណាវីយកទៅលាងទឹកបងប្អូនណាបានយកដាក់មកស្ងោរចានេះវគ្គទី1គឺស្រោះហើយវគ្គទី2លាងទឹកហើយវគ្គទី3គឺស្ងោរយកតែម្ដងចាស្ងោរជ្រក់ជើងជ្រូកជ្រលក់ជាមួយជ្រក់ប្រហុកនេះពីឆ្ងាញ់បងប្អូនជាតិនោះជាតិខ្មែរខ្ទិះតែម្ដងចានិយាយពីនិយាយថ្ងៃហ្នឹងចុះបាយមែនតើណាព្រោះកូនគាត់ញ៉ាំគាត់ឲ្យមេដៃបេះដូងសប្បាយចិត្តបងប្អូនអើយមើលលាន់ណាបងប្អូនចាអូនឹងខាងនាងខ្ញុំប្រក់សង្កសីដល់ចឹងខ្យល់មកលាន់បងប្អូនខ្យល់ខ្លាំងតែម្ដងណាចាដាច់ភ្លើងដាច់អីបងប្អូនអើយចាមេឃកងងឹតទៀតតិចតិជុំមែនតើបងប្អូនណាចឹងណាវីមកធ្វើឆ្ងោរជ្រក់ជើងជ្រូកជាមួយជ្រក់ប្រហុកសម្រាប់ជ្រលក់ជើងជ្រូកយើងបងប្អូននេះដាក់ចូលមាត់នេះពីឆ្ងាញ់បងប្អូនណាកូននាងខ្ញុំតំដកថ្មិញចាប្រុសទី1គឺគាត់ញ៉ាំទៅគឺជាតិហើយយើងមានខួរឆ្អឹងអញ្ចឹងទៅបងប្អូនឃើញចានេះចាប់ដើមស្រស់ណាបងប្អូនណាចាយើងយកទៅលាងទឹកដូចណាវិញនិយាយចឹងឆ្ងាញ់ណាស់បងប្អូនប្រចាំហាងចាស់ស្មិន168ចាធ្វើញ៉ាំខ្លួនឯងហើយភ្ញៀវកំងចានិយាយទៅណាវីលក់
នឹងញ៉ាំគឺដូចគ្នាលក់ជាលក្ខណៈគ្រួសារបងប្អូនណាចាហើយនៅវាលក់ចំហួយសុខភាពទៀតចំហួយជប៉ុនណាបងប្អូនចានៅវាមាននៅហាងចាស់ស្មីន168ក្រោយស្កតជាឡៃក្រុងកោចាផ្លូវវាស្រែ100បងប្អូនខាងក្រោយតែម្ដងចាមកដល់ឃើញហាងពណ៌លឿងពណ៌ធូsorry ឃើញដំបងពណ៌លឿងហាងពណ៌ធូចេកចាមានដាក់ផ្លាបងប្អូនណាមានតែគុជមានខ្វែដកូចាមានមច្ឆាមានតែមានអំបិលអីចឹងទៅបងប្អូនណាចាមានតកកឈូសមានអីមកឲ្យបងប្អូនកំងចាបងប្អូនក្តៅខ្លាំងចាខែចាត់ក្តៅខ្លាំងខែប្រាំងក្តៅហែងក្តៅទើបែកសែងបងហើយកំពីងពួយផ្កាចាបងប្អូនណានិយាយពីជាតិមែនតើណាចាឥឡូវយើងយកមកលាងទឹកបងប្អូនគេឲ្យប្រហុកយើងក៏ធ្វើរួចរាល់ហើយចាំតាស្ងោរជ្រក់ជើងជ្រូកហ្នឹងដួសទឹកស្ងោរជ្រក់យកមកដាក់ប្រហុកតែម្ដងហើយនៅវាបំពងសាច់និយាយទៅសាច់ជ្រូក3ជាន់បងប្អូនណាស្ងោរយើងមានកូលក្រីក្រូចសើចនិងរំដេងបងប្អូនស្ងោរជ្រក់ជើងជ្រូកណាចាហើយយើងហាន់ជីគ្រប់មុខមកបងប្អូនណាចាមានស្លឹកខ្ទឹមជីរណាជីនាងវងអញ្ចឹងទៅចាយើងហាន់ដាក់ជ្រក់នេះណាវីបងប្អូនអើយឥឡូវក្រាស់ឡើងក្រាស់ឡើងថ្លៃអញ្ចឹងប្រើចក្រានភ្លើងចាដាក់ភ្លើងតាំងពីទូទឹកកកតាំងពីម៉ាស៊ីនត្រជាក់អីចឹងទៅយើងប្រើភ្លើងទាំងអស់តែម្ដងមិនដឹងអស់ប៉ុន្មានទេមួយខែហ្នឹងបងប្អូនណាយើងប្រើភ្លើងតែចក្រានហ្នឹងអត់ស៊ីភ្លើងទេបងប្អូនចាទូទឹកកកក៏មិនស៊ីភ្លើងដែរគឺសៀវភ្លើងបានល្អមែនតើបងប្អូនចាឥឡូវនេះវាចាប់ផ្ដើមជៀនចក្រាននេះបោះជប៉ុនបងប្អូនណាចក្រានអគិសនីចានេះស្ងោរបងប្អូនឃើញចាណាវាដាក់ស្ងោរហើយឈ្ងុយបងប្អូននៅសំមេឃជាក់អញ្ចឹងទៀតនិយាយពីដាក់បាយចូលមាត់ដាក់ស្ងោរជ្រក់ជ្រលក់ជាមួយជ្រក់ប្រហុកហ្នឹងគឺដាក់ចូលមាត់ទៅបងប្អូនហើយមានជាតិចាមានក្តីសុខបងប្អូនអើយចាស្ងោរជ្រក់ម្ដងមិនថាស្ងោរទៅយើងចេជ្រក់ជើងជ្រូកហ្នឹងគឺនៅវាចូលចិត្តទឹកប្រហុកហ្នឹងគេហៅជ្រក់ប្រហុកបងប្អូនណាចាអ្នកបាត់ដំបងគឺនៅវាទៅលោកមុនទៅបនម្ដាយក្មេកចាអញ្ចឹងញ៉ាំទៅគឺជាប់ចិត្តដិតអារម្មណ៍ក៏មកធ្វើញ៉ាំទៅមានអីជាតិរបស់គេបងប្អូនចាអញ្ចឹងមួយខេត្តគឺខុសគ្នាបងប្អូនសម្លណាតែទៅបាត់ដំបងបងប្អូនហើយសម្លគេឆ្ងាញ់តែអញ្ចឹងយើងធ្វើតាមនិយាយពីកូនជក់ចិត្តដិតអារម្មណ៍ចាលោកប្តីយ៉ាងបងប្អូនណានេះហើយណាវាបងប្អូនសាច់ឃើញទេបងប្អូនសាច់បេជាន់ណាយើងជាលក់ជាមួយទឹកផុកគឺពីរមុខថ្ងៃនឹងសិតតែសាច់តែម្ដងតែបានជ្រក់ប្រហុកគេលក់បងប្អូនណាចានេះឆ្ងាញ់ណាស់ហើយមេឃកោខំទៀតបងប្អូនណាចាដល់ខែវស្សាហើយដល់ខែភ្លៀងណាបងប្អូនចានេះណាវីដួសទឹកស្ងោរជ្រក់យកមកដាក់ប្រហុកយើងហ្នឹងបងប្អូនណាណាវីលាយស្ករបន្តិចស៊ុបខ្នុរបន្តិចមកចាជាការស្រេចយកមកជាតិល្មមឆ្ងាញ់តែម្ដងល្មមមកជ្រលក់យើងជ្រូកយើងហ្នឹងបងប្អូនទឹកនិយាយទៅជ្រក់ប្រហុកហ្នឹងបងប្អូនណាចាឆ្ងាញ់ណាស់បងប្អូនអើយហើយសំមេឃភ្លៀងទៀតឲ្យតែខែត្រជាក់គឺនៅវាចូលចិត្តស្ងោរជ្រក់ជើងជ្រូកហ្នឹងបងប្អូនណាចាញ៉ាំជាមួយជ្រក់ប្រហុកគឺជាតិមានកម្លាំងបងប្អូនណាចាអ្នកកូនខ្ចីចូលចិត្តស្ងោរជ្រក់ជើងជ្រូកម្ដាយនឹងខ្ញុំឲ្យតែខ្ញុំកូនខ្ចីម្ដងចាមិនថាកូនប្រុសបងកូនប្រុសទី2កូនស្រីពៅគឺគាត់ចូលចិត្តកាត់ជាយ៉ងចេកអាច័រតក់យកមកស្ងោរដើម្បីឲ្យមានទឹកដោះកូនមុំបងប្អូនចាអញ្ចឹងនៅវានឹកឃើញនឹកអ្នកម្ដាយមែនតើបងប្អូនអើយតែមកពីខួបលោកឪពុកហើយឆេងម៉េងណាអញ្ចឹងចានឹកមែនតើលឿនមែនតើបងប្អូនហើយតំទៅថ្ងៃមុនសោះចានៅវាទៅថ្ងៃ1ថ្ងៃ2ថ្ងៃ3ខួបលោកឪពុកចាអញ្ចឹងលឿនមែនតើឥឡូវជិត10ខែទៀតអញ្ចឹងណាវីមិនតែប៉ុណ្ណេះទេជម្រាបលាជួបណាវីនៅវីដេអូក្រោយបាយបាយ